មានបើចិត្តធំតែ$50ចង់ទៅដើរលេងខេត្តសៀមរាប2ថ្ងៃមួយយប់អាចទៅបានអត់ចម្លើយគឺបានអ្នកទាំងអស់គ្នាព្រោះថា trip នេះខ្ញុំចំណាយត្រឹមតែ$50ទេហើយបើនិយាយពីតម្លៃហ្នឹងគឺរួមបញ្ចូលជាមួយនឹងឡានក្រុងធ្វើដំណើរកន្លែងគេងកន្លែងញ៉ាំអីថ្លៃជួលម៉ូតូក៏ដូចជាថ្លៃកង់3អីអញ្ចឹងហើយសម្រាប់ trip នេះគឺខ្ញុំ plan ថាទៅ solo អ្នកទាំងអស់គ្នាប៉ុន្តែចៃដន្យអីមិត្តភក្តិខ្ញុំក៏ទៅ solo ដែរអញ្ចឹងយើង solo together អីអញ្ចឹងតែអ្នកទាំងអស់គ្នាមិនបាច់ភ័យថាមកពីខ្ញុំទៅមានគ្នាអញ្ចឹងទៅបាទខ្ញុំចាយអស់ត្រឹម$50អីអញ្ចឹងដោយសារតែខ្ញុំ share គ្នាអញ្ចឹងណាប៉ុន្តែអត់ទេអ្នកគ្នាគឺខ្ញុំមាន tip អ្នកទាំងគ្នានិយាយទៅបើសិនជាអ្នកគ្នាចង់ទៅដើរលេងនៅសៀមរាបដើម្បី release stress ហើយចង់ជួយ support ទៅលើវិស័យទេសចរស្រុកខ្មែរយើងអីអញ្ចឹងណាប៉ុន្តែអ្នកទាំងគ្នាមានថវិកាកំណត់ឬមួយក៏តិចតួចអីអញ្ចឹងណាអញ្ចឹងអ្នកគ្នាអាចធ្វើអីតាមដែលអ្នកគ្នាអាចធ្វើទៅបានដូចជាខ្ញុំចឹងហើយបើនិយាយពីចំណុចចាប់ផ្ដើមនៃការទៅដើរលេង solo trip របស់ខ្ញុំនៅសៀមរាបហ្នឹងគឺខ្ញុំអត់មាន plan អីទាំងអស់ហ្មងប៉ុន្តែសុកគឺខាងរបស់ហ្នឹងគឺគេមាន promotion ទៅសៀមរាបហ្នឹងតម្លៃត្រឹមតែ$5អ្នកទាំងគ្នាហើយបើសិនជាយើងទៅមកទៅយើងប្រើ promo code របស់គេគឺអស់តែ$10អញ្ចឹងសម្រាប់ការចំណាយរបស់ខ្ញុំពីភ្នំពេញទៅសៀមរាបមកភ្នំពេញវិញហ្នឹងគឺខ្ញុំចំណាយអស់ត្រឹមតែ$10អ្នកទាំងគ្នាហើយសម្រាប់ឡានក្រុងខ្ញុំធ្វើដំណើរហ្នឹងគឺខ្ញុំបានជិះតាមរយៈសិលាអង្គរហើយសម្រាប់ app ដែលខ្ញុំធ្វើការ booking ហ្នឹងគឺខ្ញុំ book តាម BookMeBus ហើយខ្ញុំចង់បញ្ជាក់បន្តិចក្នុងមួយវីដេអូទាំងអស់ហ្នឹងគឺអត់មាន sponsor អីទាំងអស់មកហើយសម្រាប់ឡានដែលខ្ញុំធ្វើដំណើរនេះចេញពីម៉ោង8កន្លះព្រឹកហើយមកដល់សៀមរាបនេះម៉ោង2ល្ងាចអ្នកទាំងគ្នាហើយខ្ញុំបាន book Grab ជិះទៅ hotel អីអញ្ចឹងណាហើយបើនិយាយពីកន្លែងខ្ញុំគេងវិញគឺខ្ញុំចំណាយត្រឹមតែ$13អ្នកទាំងគ្នាគឺខ្ញុំ book តាម trip.com អញ្ចឹងគឺគេមាន promotion ហើយបើនិយាយពី hotel ដែលខ្ញុំគេងនេះខ្ញុំគ្រាន់តែទៅដល់ភ្លាមបោកបន្ទប់ខ្វាក់ហ្មងគឺខ្ញុំមានជាការចង់ថត review ឲ្យអ្នកទាំងគ្នាមើលហ្មងប៉ុន្តែសម្រាប់តម្លៃបន្ទប់នឹង original គឺមិនតម្លៃប៉ុណ្ណឹងទេអ្នកទាំងគ្នាហើយសម្រាប់ more detail ពីកន្លែងគេងនេះខ្ញុំនឹងធ្វើវីដេអូផ្សេងអញ្ចឹងអ្នកទាំងគ្នាកុំឲ្យថា vlog ទៅដើរលេងនេះ view ពេកហើយបន្ទាប់ពី check in សម្រាប់អីហើយពួកខ្ញុំក៏បាននាំគ្នាទៅជួលម៉ូតូជិះអញ្ចឹងអ្នកទាំងគ្នាហើយសម្រាប់តម្លៃម៉ូតូវិញគឺពួកខ្ញុំចំណាយអស់$10អ្នកទាំងគ្នាហើយ plan កន្លែងដើរលេងទី1ដែលពួកយើងទៅដល់សៀមរាបហ្នឹងគឺពួកយើងចង់ទៅកាហ្វេកង់ទីនអ្នកទាំងគ្នាកន្លែងហ្នឹងគេតំតបើកហើយ vibe របស់គេអីគឺរបៀបថា bring back memory អីអញ្ចឹងអូខ្ញុំឆ្លាញ់ vibe ចឹងខ្លាំងមែនតើហើយនៅហ្នឹងក្រៅពីប្លង់ថតរូបស្អាត drink របស់គេគឺតម្លៃសមរម្យហើយរសជាតិឆ្ងាញ់លេខ1ហ្មងសម្រាប់ខ្ញុំឯណាហើយសំខាន់ណាស់ពេលអ្នកទាំងគ្នាទៅហ្នឹងគឺអ្នកទាំងគ្នានឹងទទួលបានវត្ថុអនុស្សាវរីយ៍មកវិញហ្មងដែលនៅកាហ្វេមកកន្លែងហ្នឹងលយត្រង់ថាគេប្រើប្រាស់មួកស្លឹកត្នោតលក្ខណៈថា mini ធ្វើជាកម្របកែវទុកឲ្យភ្ញៀវអីអញ្ចឹងណានិយាយទៅគឺលយខ្លាំងមែនតើលក្ខណៈថា signature នៅកន្លែងគាត់ហ្នឹងមកហើយជិះពីហ្នឹងទៅប្រហែលជាម៉ោង4ជាងគឺពួកខ្ញុំបានជិះម៉ូតូដើរលេងលក្ខណៈថាទៅដល់ភូមិបដាក់ឲ្យមកវិញអីអញ្ចឹងណាហើយត្រឹមតែចូលមកដល់ក្រុងហ្នឹងរៀងយប់បាយអ្នកគ្នាអញ្ចឹងទៅពួកខ្ញុំក៏សម្រាប់យើងរៀបចំ get ready ទៅចេញក្រៅញ៉ាំអីអញ្ចឹងហើយសម្រាប់កន្លែងខ្ញុំញ៉ាំអីនេះគឺខ្ញុំបាន review នៅវីដេអូមុនហ្នឹងហើយចឹងអ្នកនរគ្នាអាចទៅចូលមើលបានហើយកន្លែងហ្នឹងរសជាតិឆ្ងាញ់តម្លៃសមរម្យអានេះសម្រាប់ខ្ញុំឯណាហើយមកស្អីមួយលើកណាក៏អត់ដែរចោលជាមួយនឹង pub street មួយក៏ផ្សាររាត្រីដែរអ្នកនរគ្នានិយាយទៅលក្ខណៈថាយើងចង់ទៅដើរលេងមើលគេមើលឯងអញ្ចឹងណាហើយមុនមកផ្ទះហ្នឹងក៏បាន try ជាមួយនឹង gelato lab តែអ្នកនរគ្នាខ្ញុំយករសជាតិដែលគេតំចេញថ្មីមកឆាអញ្ចឹងអូនអ្នកគ្នាឆ្ងាញ់ខ្លាំងចូលមកដល់ថ្ងៃទី2មានជាការងើបម៉ោង6បើផឹកងើបមកចាំញ៉ាំជាមួយនឹង breakfast ដែលគេ free នៅ hotel អញ្ចឹងអ្នកនរគ្នានិយាយទៅមកកញ្ចប់ដែលខ្ញុំទិញនៅ hotel ហ្នឹងអស់តែ13អ្នកនរគ្នាហើយសម្រាប់មនុស្ស2នាក់ហើយមានគេមាន free ជាមួយនឹង breakfast ឲ្យទៀតអញ្ចឹងខ្ញុំថាបើសិនជាចង់ដើរលេងយើងត្រូវតែ smart ហើយយើងត្រូវតែតាមដានគេអញ្ចឹងណាបើសិនជាយើងចង់ចំណាយហើយខ្ញុំបញ្ជាក់មួយសារទៀតណាវីដេអូហ្នឹងគឺអត់មាន sponsor អ្នកនរគ្នាអញ្ចឹងបើថាចង់បានតម្លៃឡានក្រុងថោកចង់បានកន្លែងតម្លៃគេងថោកហើយយកវីដេអូខ្ញុំទៅសួរកន្លែងគេហៅរឿងគេអីអត់កោទេអ្នកនរគ្នាដោយសារអានេះគឺខ្ញុំបុកខ្លួនឯងខ្លួនឯងយើងប្រើប្រាស់ជាមួយ promo code ដែលខាង website គេដាក់ឲ្យអីអញ្ចឹងណាអញ្ចឹងអត់មានមកទៅរកថាខ្ញុំធ្វើវីដេអូបោកអីអត់មាននិយាយប្រាប់ឲ្យហើយព្រោះវីដេអូនេះគឺខ្ញុំទៅដើរលេងចេញលុយពេញថ្លៃអត់មានឆាតទៅសុំ discount គេអីទេខ្ញុំគ្រាន់តែឃើញគេមាន promotion ខ្ញុំចាប់ឱកាសតែប៉ុណ្ណឹងអញ្ចឹងបន្ទាប់ពីញ៉ាំអាហារពេលព្រឹកនៅ hotel ដ៏ឆ្ងាញ់ហើយគឺពួកខ្ញុំបាននាំគ្នា direct ទៅ buy one វត្តពោអូយនិយាយឡើងតឡាននេះនិយាយទៅកន្លែងគាត់ហ្នឹងឥឡូវល្បីខ្លាំងហើយអញ្ចឹងខ្ញុំអត់និយាយអីទេខ្ញុំគ្រាន់តែខ្ចប់បាយយកទុកញ៉ាំថ្ងៃអីអញ្ចឹងណាហើយចេញពីហ្នឹងក៏ខ្ញុំបានទៅខ្ចប់កាហ្វេនៅអារម្មណ៍កាហ្វេអារម្មណ៍ហ្នឹងហើយទៅម្ដងក៏ខ្ញុំត្រូវទៅផឹកដែរព្រោះផឹកឡើងអត់មានកាហ្វេទេគឺខួរក្បាលគាត់អីអត់ចាញ់អញ្ចឹងណាមួយយើងត្រូវធ្វើដំណើរទៅដើរលេងទៀតអញ្ចឹងដើម្បីភាពស្រស់ស្រាយយើងត្រូវទៅរកកាហ្វេសិនហើយចង់និយាយថាពេលទៅនេះគឺខ្ញុំអត់មានបាន research ទុកមុនថាឥឡូវហ្នឹងគេ update ចេញ decor អីគឺអត់អ្នកនរគ្នាហើយដល់ពេលមកដល់ឃើញ decor ស៊ីមួយពណ៌អាវអញ្ចឹងណាក៏ចូលឆ្លៀតថតទៅកុំឲ្យស្ដាយថាមកដល់ហើយមិនបានថតរូបអីអញ្ចឹងហើយកន្លែងបន្ទាប់ដែលខ្ញុំទៅហ្នឹងគឺពួកខ្ញុំទៅធួដើរលេងតាមប្រាសាទមើលទេសភាពនិយាយទៅជិះមើលស្រុកខ្យល់អាកាសអីអញ្ចឹងណាដោយសារតែពួកខ្ញុំអត់មានដាក់ plan អីទាំងអស់ហ្មងលក្ខណៈថាចង់មកផឹកហ្នឹងយើងទៅបែប release stress លក្ខណៈយើងទៅឈៀលជិះតាមផ្លូវមើលទេសភាពស្រុកក្លិនខ្យល់អាកាសអីចឹងទៅហើយពួកខ្ញុំក៏ឆ្លៀតបានចូលអឺតមើលតាមប្រាសាទតិចតួចក៏ដូចជាបានទៅកន្លែងទីសក្ការៈបូជាសុំសុខសុខសប្បាយអីអញ្ចឹងណាហើយបន្ទាប់មកក៏ពួកយើងនាំគ្នាទៅទិញមច្ឆាញ៉ាំប៉ុន្តែកន្លែងដែលខ្ញុំមកនេះមនុស្សច្រើនខ្លាំងមែនតើអ្នកនរគ្នានឹងមកអង្គរវត្តយើងអញ្ចឹងណាហើយកន្លែងដែលខ្ញុំមកនេះក៏ខ្ញុំធ្លាប់បានធ្វើវីដេអូ review ហើយម្ដងដែរអ្នកនរគ្នាតាំងពីគេបើកដបងអីអញ្ចឹងហើយមិនមែនតែមួយសាខាណាគឺពីរសាខាហ្មងអ្នកនរគ្នាអញ្ចឹងបើសិនជាអ្នកនរគ្នាចង់មើល full detail អីអ្នក
អស់គ្នាអាចមើលនៅក្នុង playlist ខាងក្រោមនឹងបានខ្ញុំដាក់សៀមរាបចឹងណាហើយចេញពីនឹងទៅគឺពួកខ្ញុំ director hotel ហើយដោយសារតែពួកខ្ញុំត្រូវរៀបចំអវ៉ាន់លក្ខណៈថាយើងមកអង្គុយឲ្យស្លាស់ខ្លួនដែរអីចឹងណាមុននឹងយើង check out ហើយយកម៉ូតូទៅ return បន្ទាប់មកបានយើងទៅកន្លែងបេនឡានមកហើយសំខាន់ឡានដែលខ្ញុំជិះមកវិញម៉ោង11ថ្ងៃហ្នឹងមានគ្នាតែ3នាក់ហ្មងអូខ្ញុំនិយាយមែន feeling ឡើងប៉ាវឡានហ្មងប៉ុន្តែ at the same time នៅពេលដែលមើលទៅអត់ឃើញមានមនុស្សគាត់ធ្វើដំណើរច្រើនអីអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំ feel bad មែនតើព្រោះអី service ដែលខ្ញុំទទួលបានហ្នឹងគឺវាល្អទោះបីជាខ្ញុំទិញក្នុងតម្លៃ discount ក៏ពិតមែនប៉ុន្តែ service របស់គេហ្នឹងគឺល្អហ្មងជីឡានជីអីហ្នឹងគឺមានអារម្មណ៍ថាយើង feel safe ហើយសម្រាប់ម៉ោងធ្វើដំណើរអីក៏គេទៀងដែរហើយអត់មានដាក់ម៉ូយដាក់អីតាមផ្លូវញ៉ៃញ៉ៃប៉ុន្តែនេះសម្រាប់ខ្ញុំ experience ដែលខ្ញុំបានជួបឯណាអញ្ចឹងសម្រាប់វីដេអូតដាលេងសៀមរាបជាមួយនឹង budget $50 របស់ខ្ញុំហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកនរគ្នាមើលវីដេអូនេះដល់ចប់គឺខ្ញុំមានអារម្មណ៍ថា thankful មែនតើហើយបើសិនជាអ្នកនរគ្នាចង់ទៅ support តំបន់ទេសចរស្រុកខ្មែរយើងអីអញ្ចឹងឬមួយក៏អ្នកនរគ្នាចង់ទៅដើរលេងបែប solo ហើយ feeling safe អីអញ្ចឹងគឺសៀមរាបខ្ញុំ recommend ខ្លាំងមែនតើអូមួយវិញទៀតចង់និយាយថាចាតនេមកលេងសៀមរាបមកលោបានជួបគូអីអញ្ចឹងណា yes មិនតែសម្រាប់ខ្ញុំ fair ឡើយអញ្ចឹងចាំជួបគ្នាលើក្រោយទៀតបាយបាយ